ប្រធានបទនៅថ្ងៃនេះយើងនឹងនិយាយពីស្តង់ដារ ISO កន្លងមកយើងតែងតែឃើញថាមានស្តង់ដារ ISO 9001 ISO 27001អីជាដើមអញ្ចឹងខ្ញុំនឹងនិយាយពីតើ ISO នឹងជាអីអូខេ ISO គឺមកពីពេញថា International Standardization Organization អញ្ចឹងវាគឺជាស្ថាប័នមួយដែលបង្កើតស្តង់ដារសម្រាប់អនុវត្តនៅទូទាំងពិភពលោកស្តង់ដារនោះមានច្រើនប៉ុន្តែស្តង់ដារដែលយើងបានឃើញញឹកញាប់នោះគឺស្តង់ដារ ISO 9001ដែលយើងឃើញពីច្រើនគឺបិទនៅលើផលិតផលផ្សេងៗមិនថាគុយមិនថាសម្ភារៈប្រើប្រាស់ផ្សេងៗអញ្ចឹងកាលណាសម្ភារៈដែលដាក់ថាផ្លាក ISO 9001នឹងមានន័យថាវាបង្ហាញអំពីគុណភាពនៃផលិតផលបង្ហាញថាផលិតផលនោះគឺបានធ្វើឡើងទៅតាមស្តង់ដាររបស់ ISO ដែលគឺជាស្តង់ដារគុណភាពសម្រាប់ផលិតផលអ្វីមួយអញ្ចឹងទៅអញ្ចឹងផលិតផលដែលមានស្តង់ដារ ISO នេះគឺជាទៅវាមានគុណភាពខ្ពស់ប្រើប្រាស់បានយូរជាប់ធន់អីអញ្ចឹងទៅហើយស្តង់ដារមួយទៀតដែលសម្រាប់អ្នក IT គឺស្តង់ដារ ISO 27001វាគឺជាស្តង់ដារសុវត្ថិភាពសន្តិសុខព័ត៌មានវិទ្យាស្តង់ដារ ISO 27001វាគឺជាស្តង់ដារមួយសម្រាប់ឲ្យស្ថាប័នឬក៏ក្រុមហ៊ុនឬក៏អង្គភាពដែលចង់ឲ្យមានសុវត្ថិភាពទាក់ទងមួយសុវត្ថិភាពសន្តិសុខព័ត៌មានវិទ្យាស្ថាប័នដែលឲ្យអត្ថប្រយោជន៍ខ្ពស់ទៅលើសន្តិសុខព័ត៌មានវិទ្យាគឺចាំបាច់ត្រូវ follow ឬក៏អនុលោមទៅតាមស្តង់ដារ ISO 27001ប៉ុន្តែសំណួរសួរថាតើស្ថាប័នដែលអត់មានគេហៅថា certificate អត់មានសញ្ញាបត្រ ISO 27001ហ្នឹងមិនមែនមានន័យថាគាត់អត់សុវត្ថិភាពទេប៉ុន្តែគាត់ថាស្ថាប័នមួយដែលមានសញ្ញាបត្រ ISO 27001វាបង្ហាញថាស្ថាប័ននោះគឺមានសុវត្ថិភាពខ្ពស់ស្ថាប័ននោះពិតជាបានអនុវត្តគ្រប់ requirement ដែលបានចែងក្នុងស្តង់ដារ ISO 27001អញ្ចឹងវាបង្ហាញថាស្ថាប័ននោះគឺមានសុវត្ថិភាពទៅក្នុងមួយព័ត៌មានវិទ្យានោះគឺខ្ពស់អូខេអញ្ចឹងសង្ឃឹមថាវីដេអូនេះអាចជាព័ត៌មានមួយផ្នែកសម្រាប់បងប្អូនអរគ្នាអរគុណសម្រាប់ការតាមដានទស្សនាវីដេអូជួបគ្នាវីដេអូក្រោយ